រឿងរ៉ាវអំពីព្រៃក្បាល8គឺជាជំនឿមួយដែលបង្កប់នៅភាពអាថ៌កំបាំងនិងគួរឲ្យខ្លាចរអាបំផុតនៅក្នុងស្រទាប់រឿងព្រេងនិទានខ្មែរតាមសេចក្តីដំណាលតគ្នាព្រាយប្រភេទនេះមិនមែនកើតឡើងដោយឯងនោះទេប៉ុន្តែវាគឺជាសភាវៈអមនុស្សដែលវិវត្តចេញពីវិញ្ញាណខ្មោចព្រាយដែលបានសន្សំអំពើបាបនិងបារមីខ្មៅងងឹតយ៉ាងខ្លាំងក្លារហូតអាចបំបីក្បាលចេញជា8ឬមានក្បាលដុះត្រួតលើគ្នាដែលមើលទៅគួរឲ្យព្រឺរោមបំផុតរូបរាងកាយរបស់ព្រាយក្បាល8តែងតែត្រូវបានគេពណ៌នាថាមានមាឌធំខ្មៅស្រពិលភ្នែកក្រឡិចក្រឡាប់ក្រហមឆេះដូចរងើកភ្លើងហើយក្បាលនីមួយៗរបស់វាអាចបន្លឺសំឡេងសើចកុកក្អេកក្នុងពេលតែមួយដែលធ្វើឲ្យអ្នកដែលបានឮបាត់បង់ស្មារតីឬស្លន់ស្លោដួលសន្លប់បានព្រាយប្រភេទនេះចូលចិត្តរស់នៅតាមដើមឈើធំដែលមានអាយុកាលរាប់រយឆ្នាំដូចជាដើមជ្រៃឬដើមចុងក្រង់នៅក្នុងព្រៃជ្រៅដែលជាកន្លែងសម្បូរទៅដោយថាមពលអវិជ្ជមាននិងភាពត្រជាក់ស្រពុះតាមជំនឿពីបុរាណព្រាយក្បាល8មិនសូវចេញមកលងបន្លាចមនុស្សលេងសើចដូចខ្មោចធម្មតានោះទេប៉ុន្តែវាតំណាងឲ្យសភាវៈដែលចាំយាមកាមទ្រព្យសម្បត្តិបុរាណឬចាំកំចាត់អស់អ្នកណាដែលហ៊ានចូលមកបំផ្លិចបំផ្លាញធម្មជាតិនិងតំបន់ស័ក្តិសិទ្ធិរាល់ពេលដែលវាបង្ហាញខ្លួនគេតែងសង្កេតឃើញមានខ្យល់បក់បោកយ៉ាងខ្លាំងខ្យល់គួចពណ៌ខ្មៅឬក្លិនឆ្អាបឈាមជះមកតាមខ្យល់មនុស្សចាស់តែងហាម5កូនចៅមិនឲ្យដើរក្បែរតំបន់អាថ៌កំបាំងនាពេលយប់ព្រលប់ឬយប់អាធ្រាត្រឡើយព្រោះខ្លាចប៉ះទង្គិចជាមួយវិញ្ញាណដ៏មានអំណាចមួយនេះដែលអាចបណ្ដាលឲ្យមានជំងឺដំកាត់ឬវង្វេងស្មារតីរកផ្លូវមុខផ្ទះមិនឃើញអ្វីត្បិតតែវាជារឿងរ៉ាវដែលស្ដាប់ទៅគួរឲ្យខ្លាចប៉ុន្តែប្រវត្តិព្រាយក្បាល8ក៏ជាមេរៀនមួយដាស់តឿនមនុស្សឲ្យមានសេចក្តីកោតក្រែងចំពោះដួងព្រលឹងដែលថែរក្សាព្រៃព្រឹក្សានិងបង្រៀនឲ្យចេះគោរពតាមច្បាប់ទម្លាប់ដែលបុព្វបុរសបានបន្សល់ទុកមកដើម្បីរស់នៅប្រកបដោយសេចក្តីសុខដុមរមនាជាមួយសភាវៈដែលមើលមិនឃើញមានរឿងមួយដំណាលថានារាត្រីខែដាច់ផ្ទៃមេឃខ្មៅងងឹតស្លុបដោយទឹកខ្មៅខ្យល់ត្រជាក់បក់មកប៉ះកាយធ្វើឲ្យព្រឺសម្បកខ្ញាក់នៅកណ្ដាលព្រៃជ្រៅដែលមានតែសំឡេងសត្វយំឆ្លងឆ្លើយគ្នាសម្រិតដែលជាអ្នកភូមិចិត្តក្លាហានបានធ្វើដំណើរកាត់តាមផ្លូវលំដាច់ឆ្ងាយដើម្បីត្រឡប់ទៅផ្ទះវិញខណៈពេលកំពុងតែដើរក្លិនឆ្អាបខុសធម្មតាមួយស្រាប់តែជះមកតាមខ្យល់ធ្វើឲ្យគាត់អត់មិនបានក៏ងាកទៅសម្លឹងមើលដើមជ្រៃយក្សមួយដើមដែលដុះត្រដែតត្រដឹមនៅក្បែរមាត់អូររំពេចនោះសំឡេងសើចកុកក្អែកយ៉ាងក្រលួចស្រាប់តែបន្លឺឡើងពីលើមេឃឈើសំរិទ្ធលើកពិលបញ្ចាំងទៅលើស្រាប់តែឃើញរូបរាងខ្មៅស្រពិលមាឌធំមហិមាអង្គុយលើមេឃជ្រៃអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺក្បាលរបស់វាមិនមែនមានតែមួយដូចក្បាលមនុស្សឡើយប៉ុន្តែមានក្បាលរហូតដល់ទៅ8ដុះត្រួតលើគ្នានឹងជុំវិញកបែរទៅរកគ្រប់ទិសទីភ្នែកទាំង16របស់វាក្រហមច្រាលដោយរងើកភ្លើងបញ្ចេញពន្លឺគួរឲ្យខ្លាចចំកណ្ដាលភាពងងឹតក្បាលទាំង8នោះចាប់ផ្ដើមបន្លឺសំឡេងក្នុងពេលតែមួយសំឡេងខ្លះក្រលួចសំឡេងខ្លះស្អកស្អាស់ធ្វើឲ្យដីព្រៃហាក់ដូចជាញ័ររន្ធត់វាគឺជាព្រាយក្បាល8ដែលជាអ្នកយាមកាមអាណាចក្រព្រៃឈើនេះរាប់រយឆ្នាំមកហើយវាមិនបានដេញតាមសម្លាប់សម្រិតនោះទេប៉ុន្តែវាបានបញ្ចេញចង្កូមដ៏ស្រួចនិងសើចចំអឲ្យភាពកំសាករបស់មនុស្សលោកសម្រិតបាត់បង់ស្មារតីចង់រត់ក៏រត់មិនរួចជើងរបស់គាត់ហាក់ដូចជាត្រូវមុនអាគមជាប់នឹងដីព្រាយក្បាល8បានសរសៀចុះពីលើមេឃឈើក្បាលនីមួយរបស់វាបង្វិលសម្លឹងមើលមកសម្រិតពីគ្រប់ជ្រុងវាបានពោលពាក្យព្រមានយ៉ាងក្រលឹមថាអស់អ្នកណាដែលឈានជើងចូលមកបំពេញលើទឹកដីស័ក្តិសិទ្ធិនេះមិនដែលបានត្រឡប់ទៅវិញដោយសុខសាន្តឡើយខ្យល់គួចពណ៌ខ្មៅស្រាប់តែបោកបក់មកយ៉ាងខ្លាំងបិទបាំងភ្នែកសម្រិតឲ្យងងឹតឈឹងលុះពេលដឹងខ្លួនឡើងវិញសម្រិតស្រាប់តែឃើញខ្លួនឯងដេកនៅមាត់ភូមិបាត់ទៅហើយប៉ុន្តែដាននៃការភ័យខ្លាចនិងរូបភាពក្បាលទាំង8នោះនៅតែដក់ជាប់ក្នុងអារម្មណ៍របស់គាត់មិនអាចបំភ្លេចបាន
រឿងរ៉ាវព្រាយក្បាល8នេះនៅតែជាអាចកំបាំងដែលដាស់តឿនអ្នកស្រុកភូមិគ្រប់គ្នាមិនឲ្យមើលងាយសភាវៈដែលមើលមិនឃើញនិងត្រូវចេះគោរពកោតខ្លាចចំពោះធម្មជាតិដែលជាជំរកនៃវិញ្ញាណស័ក្តិសិទ្ធិជានិរន្តរ៍